ទីបំផុតអេក្លាស៊ីកូបានត្រឡប់មកវិញហើយក៏លេងនៅក្នុងសប្តាហ៍នេះដែរយើងអត់ចាំបាច់រហូតដល់4ទៅ5ខែដើម្បីទស្សនាការប្រកួតមួយនេះឡើយបន្ទាប់ពីរៀលម៉ាឌ្រីតបានយកឈ្នះទៅលើក្រុមអាទីហ្គោម៉ាឌ្រីតដោយលទ្ធផល2-1ក្នុងពានស៊ុបពើខូប៉ាយប់មិញនេះរៀលម៉ាឌ្រីតក៏បានឡើងទៅវគ្គផ្ដាច់ព្រាត់ហើយនៅវគ្គផ្ដាច់ព្រាត់នោះក៏មានក្រុមបាសេឡូណាកំពុងតែចាំស្រេចតែម្ដងនៅថ្ងៃអាទិត្យសប្តាហ៍នេះម៉ោង2រំលងអាត្រិតក្រុមបាសេឡូណានឹងត្រូវជួបគ្នាជាមួយនឹងក្រុមរៀលម៉ាឌ្រីតសាជាថ្មីទៀតហើយនៅក្នុងពានស៊ុបពើខូប៉ាហើយបើយើងក្រឡេកទៅមើលកីឡាករនេះគឺពេញសាច់តែម្ដងបងប្អូនរ៉ាហ្វីញ៉ាគឺគាត់បានជា2របួសហើយក៏បានលេងឲ្យក្រុមបាសេឡូណាបានមួយរយៈផងដែរចំណែកខេលៀនអឹមបាប៉េក៏គាត់បានជា2របួសផងដែរហើយនៅថ្ងៃអាទិត្យហ្នឹងគាត់ក៏បានចូលលេងជាមួយនឹងក្រុមរៀលម៉ាឌ្រីតយើងនឹងបានឃើញក្រុមទាំងពីរនេះប៉ះគ្នាស៊ីសាច់ហត់ឈាមម្ដងទៀតហើយដោយហ្វេនប៉ះសម្ដីគ្នាជាមួយនឹងហ្វេនជាពិសេសនោះឡាមីយ៉ាន់ម៉ាល់នឹងត្រូវប៉ះគ្នាជាមួយវិញ្ញាជូញៀសាជាថ្មីទៀតហើយបងប្អូនបើសិនជាបងប្អូនចង់មើលការប្រកួតមួយនេះអាចចុចលីងនៅខាងលើបានដើម្បីទស្សនាហើយកុំភ្លេចជួយចុច follow ឲ្យខ្ញុំម្នាក់មួយផងបាទសូមអរគុណ